Chẳng nơi khung bây giờ ta có tha lên một thầy bằng bớ anh lúc sao tạ sâu tí prang bộ anh nắng pram rồi chất bằng bấy đó pram rồi bạch bì nắng bà ông xâm đáy đẹp tôn nắng bộ cô buồn buộc nắng tay miền bạc cọt khung lô cả nắng anh này chẳng bộ cô dương nắng chia bộ cô tí bằng ma đại xa tại dương chia bộ cô chùm nói mùi nắng à làm vì việc bà bạ nắng à như vậy thôi dương chẳng dương chăm từ mưa bay đọc trong ai trả nắng anh này chẳng dương sẽ đọc sâu bình mình nia bị khóទាំងឡាយបុគ្គល4ពួកនេះរមែងមាននៅក្នុងលោកបុគ្គល4ពួកតែដោយមិនគឺបុគ្គលមានដំណើរទៅបណ្ដោយតាមខ្សែទឹកមួយអញ្ចឹងបុគ្គលនឹងទៅតាមខ្សែទឹកលឿនណាញាតិធម៌យើងដាក់ទៅហ្មងហ្នឹងណាបុគ្គលមានដំណើរទៅច្រាស់ខ្សែទឹកមួយយើងអាហ្នឹងឃើញទិញធម៌និយាយពីប្រវាប្រឹងទិញប៉ុន្តែបើភ្លេចលឿនផឹងទិញអត់ងាយចាំទេញាតិធម៌យើងប៉ុន្តែបើភ្លេចឆាប់វាច្រាស់ខ្សែទឹកបុគ្គលមានសភាពជាអ្នកឈរនៅមួយបុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយជាព្រាមស្ថិតនៅលើគោកមួយមនីភិក្ខុទាំងឡាយចូលបុគ្គលមានដំណើរទៅបណ្ដោយតាមខ្សែទឹកតើដូចតែមនីភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះតែងខ្សែកាមទាំងឡាយផងតែងធ្វើអំពើអាក្រក់ផងមនីភិក្ខុទាំងឡាយនេះហៅថាបុគ្គលមានដំណើរទៅបណ្ដោយតាមខ្សែទឹកអញ្ចឹងយើងមើលបុគ្គលទៅតាមបណ្ដោយខ្សែទឹកហ្នឹងណាព្រះអដ្ឋកថាលោកពយល់តេតងនឹងតែងសែបនៅកាមទាំងផងសែបនៅកាមទាំងឡាយហ្នឹងកាមនៅទីនេះវាបានដល់វត្ថុកាមនិងកិលេសកាមណាវត្ថុកាមហ្នឹងដូចជាកូនឡានលុយទូរស័ព្ទហ្នឹងហៅថាវត្ថុកាមហ្នឹងណាហើយកិលេសកាមហ្នឹងវាជាប់ជាពាក់ជាមួយអាឡានជាប់ជាពាក់មួយលុយហ្នឹងណាជាប់ជាពាក់មួយកូនជាប់ជាពាក់ទាំងអស់ហ្នឹងណាជាប់ជាពាក់នៅក្នុងវត្ថុកាមហ្នឹងដល់អញ្ចឹងទៅយើងមើលបុគ្គលពួកខ្លះក្នុងលោកនេះតែងខ្សែបកាមទាំងឡាយផងអញ្ចឹងមានន័យថាគាត់ចង់សុបាយដូចចូលឆ្នាំអីហ្នឹងញាបធរយើងហ្នឹងនៅក្នុងកាមគុណហ្នឹងឯងតែងធ្វើអំពើអាក្រក់ផងនៅក្នុងព្រះអដ្ឋកថាលោកពយល់ហ្នឹងអំពើអាក្រក់ហ្នឹងគឺប្រព្រឹត្តនៅអីពា5យ៉ាងមានន័យថាគាត់នឹងជាអ្នកសម្លាប់សត្វជាអ្នកលួចទ្រព្យគេប្រព្រឹត្តខុសក្នុងកាមនិយាយកុហកនិងថឹកនៅទឹកសវឹងគឺសារានឹងមានអញ្ចឹងគាត់ប្រព្រឹត្តនៅពានឹង5យ៉ាងនឹងគឺជាបុគ្គលទៅតាមអីបដោយខ្សែទឹកហូរទៅលឿនណាញាបធរយើងអញ្ចឹងមនុស្សយើងណារបៀបហ្នឹងគឺមានច្រើនហ្នឹងយើងមើលឃើញអញ្ចឹងហ្នឹងណានឹងបុគ្គលពួកទី1ហ្នឹងណារមែងមានក្នុងលោកញាបធរយើងនឹងបុគ្គលពួកទី1យើងចាំអញ្ចឹងមានន័យថាបុគ្គលហ្នឹងសែបនៅកាមទាំងឡាយហ្នឹងទៅវត្ថុកាមនិងកិលេសកាមហ្នឹងហើយធ្វើអំពើអាក្រក់ផងមានន័យថាសម្រាប់សត្វដោយទ្រព្យគេប្រព្រឹត្តខុសក្នុងកាមនិយាយកុហកហ្នឹងផឹកនៅទឹកស្រវឹងគឺសារានឹងមានអញ្ចឹងបុគ្គលហ្នឹងគឺមានដំណើរទៅតាមបដោយខ្សែទឹកហ្នឹងណាមនីភិក្ខុទាំងឡាយបុគ្គលជាអ្នកមានដំណើរទៅច្រាស់ខ្សែទឹកតើដូចមិនបើច្រាស់ញាបធរយើងដែរទូគាត់ញាបធរយើងទូគាត់ណាទូបើច្រាស់ទឹកប្រវាក់តឹងមិនតឹងចឹងប្រវាចាយទូបើច្រាស់ខ្សែទឹកតតែប្រឹងអត់អីសោះក៏ត្រូវទៅក្រួយហើយបើបដោយខ្សែទឹកញាបធរយើងមិនចាំប្រឹងទេផ្លូវទៅឯងអញ្ចឹងអំពើអាក្រក់ហ្នឹងមនុស្សធ្វើបានឲ្យងាយហ្នឹងបុគ្គលអាក្រក់ណាធ្វើបានឲ្យងាយទៅតាមខ្សែទឹកហ្នឹងវឹងដល់យើងខំប្រឹងព្យាយាមទិញធរវាចាអីហ្នឹងអញ្ចឹងយើងស្ដាប់សិនមនីភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះមិនសែបកាមទាំងឡាយផងអញ្ចឹងគាត់នឹងជាអ្នកមិនសែបកាមទាំងឡាយផងមិនសែបនៅវត្ថុកាមនិងកិលេសកាមហ្នឹងឯងណាតែយើងនៅញាបធរយើងនៅជាប់ចម្ពាក់នៅមានវត្ថុកាមហ្នឹងមានការជាប់ចម្ពាក់នៅក្នុងទូរស័ព្ទ
នៅក្នុងលុយឯហ្នឹងឯងមិនធ្វើអំពើអាក្រក់ផងនិយាយទៅមានន័យថាដូចយើងដែរហ្នឹងណាមានន័យថាយើងហ្នឹងមិនធ្វើអំពើអាក្រក់ហ្នឹងគឺវាពាវរាទាំង5ហ្នឹងណាពាទាំង5ហ្នឹងគឺវាចាក់ការសម្រាប់សត្វជាដើមដូចយើងរក្សានៅសិល5ហ្នឹងណាតែជាអ្នកប្រកបដោយទុក្ខញាតិធម៌យើងមើលយើងគ្រប់គ្នាអញ្ចឹងណាវាចាក់ការសម្រាប់សត្វតែប៉ុន្តែជាអ្នកប្រកបដោយទុក្ខនិងទោមនស្សរាល់ថ្ងៃយើងមានទុក្ខតាមផ្លូវកាយទោមនស្សតាមផ្លូវចិត្តមានមុខទៅទឹកដោយទឹកភ្នែកអ្នកខ្លះយំយើងមើលពិបាកចិត្តទៅយំលើលោកហ្នឹងណាទួញយំខំចារយៈធម៌ឲ្យបរិបូរបរិសុទ្ធមនីភិក្ខុទាំងឡាយនេះហៅថាបុគ្គលមានដំណើរទៅច្រាស់ខ្សែទឹកអញ្ចឹងបុគ្គលដែលមានដំណើរច្រាស់ទៅខ្សែទឹកហ្នឹងវាពិបាកណាពិបាកមិនពិបាកញាតិធម៌យើងអញ្ចឹងមែនជាយាមរក្សាសិលពិបាកណាសិល5ហ្នឹងយើងនៅជាប់ជាពាក់ហ្នឹងណាអញ្ចឹងវាច្រាស់ខ្សែទឹកហើយហ្នឹងពេលខ្លះទៅវាទុកហ្នឹងហើយព្រះអង្គមិនមែនអត់ដឹងទេព្រះអង្គដឹងច្បាស់ណាស់យើងមើលមិនសេពកាមទាំងឡាយផងមិនធ្វើអំពើអាក្រក់ផងអញ្ចឹងយើងសុទ្ធតែជាអ្នកវាចាការសម្រាប់សត្វអ្នករក្សាសិល5តែជាអ្នកប្រកបដោយទុក្ខហ្នឹងអញ្ចឹងបានលោកគ្រូសួរសិស្សទៅសិស្សអ្នកកើតទុក្ខទាំងអស់ហ្នឹងគ្រាន់ទុក្ខតិចទុក្ខច្រើនញាតិធម៌យើងត្រូវនោះត្រូវបើមិនទេកើតទុក្ខរឿងកូនទាំងតែខ្លះទៅកើតទុក្ខរឿងនេះរឿងនោះសួរទៅទុក្ខទាំងហ្នឹងអញ្ចឹងវាទុក្ខមែនខ្លះទៅសួរទៅឈឺនេះឈឺនោះដោយមិត្តភក្តិខ្ញុំឈឺហ្នឹងណាហ្នឹងស្អាតទុក្ខហ្នឹងនេះប្រកបដោយទុក្ខនិងទោមនស្សសេចក្តីថ្នាំងថ្នាក់ចិត្តទើសតោះផ្លូវចិត្តណាមានមុខទៅទឹកដោយទឹកភ្នែកខ្លះទៅវាពិបាកចិត្តពេកយំញាតិធម៌យើងមានណាពិបាកចិត្តឲ្យយំមកយើងជួទឹកភ្នែកឲ្យដើរទៅមុខទៀតព្រះអង្គប្រាប់នេះយើងមើលមានមុខទៅទឹកដោយទឹកភ្នែកទួញយំមកតខ្លះទៅយំទៅធូនធូនខ្លះញាតិធម៌យើងហ៎ពិបាកចិត្តទៅតែខ្លះពិបាកចិត្តទៅឲ្យយំមិនធូនធូនយំមែនប៉ុន្តែគាត់ហ្នឹងខំប្រព្រឹត្តព្រហ្មចារ្យធម៌ហ្នឹងឲ្យបានបរិបូរណ៍បរិសុទ្ធអញ្ចឹងយើងហ្នឹងអញ្ចឹងអ្នកកើតទុកអីហ្នឹងប្រឹងដដាបដដងណាពាក់លុយធនាគារដោះឲ្យអស់ញាតិធម៌យើងហ្នឹងណាពិបាកចិត្តអីហ្នឹងដោះឲ្យអស់ហើយហ្នឹងណាធ្វើម៉េចវាទុកអញ្ចឹងឯងហើយយើងខំប្រព្រឹត្តព្រហ្មចារ្យធម៌មានការរក្សានៅសិល5ហ្នឹងជាដែរនឹងមនីភិក្ខុទាំងឡាយនេះហៅថាបុគ្គលមានដំណើរទៅច្រាស់ខ្សែទឹកអញ្ចឹងយើងជាបុគ្គលហ្នឹងឯងយើងច្រាស់ខ្សែទឹកឯងអញ្ចឹងបានរឿងយំអីហ្នឹងលោកគ្រូឈប់យំយូរហើយញាតិធម៌យើងតែញាតិធម៌យើងបើយំទៅឲ្យធូរធូងយំទៅហ្នឹងណាអ្នកខ្លះតើឲ្យយំមិនធូរធូងតែលោកគ្រូឈប់យំហ្នឹងណាញាតិធម៌យើងពិបាកចិត្តមិនក៏ដែរហ្នឹងណាលោកគ្រូស្ងៀមស្ងាត់ហើយអត់យំទេហ្នឹងណាចឹងវាយំមកសង្សារវត្តហើយបងផៃណហើយមិនចឹងបងអីពិបាកចិត្តអីពិបាកទេហ្នឹងមានថាត្រូវយំហើយបងថាយំមិនតែខំប្រឹងប្រព្រឹត្តនៅព្រហ្មចារីធម៌ហ្នឹងណាចឹងសិតតែទុកទាំងអស់ហ្នឹងណាចឹងយើងឲ្យជាពាក់លុយធនាគារអីប្រឹងដោះញាតិធម៌យើងវាទៀតបានសុខវិញហើយចឹងបើលោកគ្រូមកពិចារណាកន្លែងហ្នឹងអត់មានណាបានសុខអីទេហ្នឹងមនីភិក្ខុទាំងឡាយចុះបុគ្គលមានសភាពជាអ្នកឈរនៅតើដូចម្ដេចមនីភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះជាអោបបាតិកៈបរិនិព្វានក្នុងលោកនោះមានការមិនបានត្រឡប់ចាកលោកនោះជាធម្មតាព្រោះអស់ទៅនៅអរម្មភាកយៈសង្យោជនៈទាំង5អញ្ចឹងមានន័យថាបុគ្គលដែលមានសភាពឈរនៅនោះគឺព្រះអនាគាមីញាតិធម៌យើងទៅសទ្ធាវិព្រមហើយលះបង់នៅអរម្មភាកយៈសង្យោជនៈ5ហ្នឹងខាងក្រោមបានហើយហ្នឹងណាមានកាមឆន្ទៈព្យាបាទៈ
តាក់ទងនឹងសីលពតបរាមាសវិជ័យកច្ឆាននិងសកាយតថេហ្នឹងណាទៅ5ហ្នឹងមនាភិក្ខុទាំងឡាយនេះហៅថាបុគ្គលមានសភាពជាអ្នកស្ថិតនៅមនាភិក្ខុទាំងឡាយចូលបុគ្គលបានឆ្លងដល់ទៅដល់ត្រោយនាយជាព្រាមស្ថិតនៅលើគោកតើដូចម្ដេចមនាភិក្ខុទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះជាអ្នកធ្វើឲ្យជាក់ច្បាស់នៅចេតោវិមុតតិនិងបញ្ញាវិមុតតិដែលមិនមានអាសវៈព្រោះអស់ទៅនៃអាសវៈទាំងឡាយដោយប្រាជ្ញាដោយឧត្តមខ្លួនឯងហើយសម្រេចសម្រាននៅក្នុងបច្ចុប្បន្នមនាភិក្ខុទាំងឡាយនេះហៅថាបុគ្គលបានឆ្លងទៅដល់ត្រោយនាយហើយជាព្រាមស្ថិតនៅលើគោកមនាភិក្ខុទាំងឡាយបុគ្គល4ពួកនេះឯងរមែងមាននៅក្នុងលោកអញ្ចឹងបុគ្គល4ពួកហ្នឹងមាននៅក្នុងលោកណាបងចង់គេថាពណ៌ណាជនទាំងឡាយណានីមួយមិនសង្រួមក្នុងកាមទាំងឡាយមិនបានត្រាស់ចាករាគៈជាអ្នកបរិភោគកាមក្នុងលោកជននោះឯងតែងចូលទៅកាន់ជាតិនិងជរាជារឿយត្រូវតណ្ហាគ្រប់សង្កត់ឈ្មោះថាជាអ្នកមានដំណើរទៅបណ្ដោយតាមខ្សែទឹកអញ្ចឹងយើងមើលគាត់នឹងវាអត់មានសង្រួមនឹងសង្រួមនៅក្នុងសិលអីទេណាអត់មានសិលទេអត់មានសង្រួមនៅក្នុងកាមទាំងឡាយហ្នឹងទេដេកផ្ដាស់អស់ហើយហ្នឹងណាត្រូវតណ្ហានឹងគ្រប់សង្កត់តាមបណ្ដោយខ្សែទឹកចង់ផឹកក៏ផឹកចង់និយាយកុហកក៏និយាយកុហកចង់ប្រព្រឹត្តខុសក្នុងកាមក៏ប្រព្រឹត្តខុសចង់សម្លាប់សត្វគឺសាច់ខ្លែមក៏ធ្វើអញ្ចឹងទៅតាមបណ្ដោយខ្សែទឹកហ្នឹងតាមអំណាចនៃតណ្ហាព្រោះហេតុនោះបុគ្គលអ្នកមានប្រាជ្ញាក្នុងលោកនេះជាអ្នកមានសតិតម្កល់ខ្ជាប់មិនសេពកាមទាំងឡាយផងមិនធ្វើនៅអំពើអាក្រក់ទាំងឡាយផងតែជាអ្នកប្រកបដោយទុក្ខឃើញទេលះបង់កាមទើបអ្នកប្រាជ្ញទាំងឡាយនោះថាជាអ្នកមានដំណើរទៅច្រាស់ខ្សែទឹកជនណាលះបង់នៅកិលេសទាំង5មានការសិក្សាបរិបូរណ៍ហើយមានសភាពមិនបានសាបសូន្យជាអ្នកដល់នឹងការស្ទាត់ជំនាញដោយចិត្តមានតន្ត្រីតម្កល់មាំជននោះឯងហៅថាមានសភាពជាអ្នកស្ថិតនៅអញ្ចឹងព្រះអនាគាមីគឺសតិនឹងមាំតមហ្នឹងណាធម៌ទាំងឡាយដល់ឧត្តមនិងវិមុខដែលខ្លួនបានត្រាស់ដឹងហើយបានកំចាត់ចោលហើយដល់នៅសេចក្តីវិនិច្ឆ័យទៅមិនមានដល់បុគ្គលណាបុគ្គលនោះហៅថាអ្នកចេះចប់នៅវិត្រៃវេទមានមគ្គព្រហ្មចារ្យៈនៅស្រេចហើយដល់នៅទីបំផុតនៃត្រៃលោកដល់នៅត្រោយហើយចុងក្រោយសូមអនុមោទនាចឹងយើងអាទី2ញាបធរយើងទី2ចឹងព្រះអធិកថាលោកតាមខ្សែទឹកហ្នឹងវាទៅហ្នឹងច្រាស់ខ្សែទឹកអីហ្នឹងលោកបញ្យល់នៅក្នុងអធិកថាហ្នឹងណាហើយដែលខ្សែនៅកាមទាំងឡាយហ្នឹងគឺវត្ថុកាមនិងកិលេសកាមដែលខ្ញុំបានបញ្យល់នេះហើយដែលធ្វើកម្មហ្នឹងណាដែលមានបាណាតិបាតជាដើមហ្នឹងនៅក្នុងសិល5ដែលយើងកំពុងរៀនហ្នឹងដែលជាបាបហើយតើតងមិនធ្វើបាបទាំងឡាយហ្នឹងគឺវាពី5យ៉ាងហ្នឹងគឺតើតងនឹងវាចាក់ការសម្លាប់សត្វហ្នឹងជាដើមហ្នឹងឯងហើយព្រះអនាគាមីហ្នឹងលោកអត់ត្រឡប់មកវិញទេហ្នឹងលោកទៅបដិសន្ធិនៅសិទ្ធិធាវាព្រំហើយលោកបរិនិព្វាននៅក្នុងហ្នឹងណាហ្នឹងនៅក្នុងន័យព្រះអធិកថាលោកពយូអញ្ចឹងយើងដឹងញាបធរយើងអញ្ចឹងយើងជូតទឹកភ្នែកឲ្យដើរទៅមុខទៀតញាបធរយើងឈប់ប្រវាក់ចិត្តហ្នឹងកន្លែងហ្នឹងអញ្ចឹងវាមាននៅក្នុងលោកអញ្ចឹងបុគ្គលហ្នឹងណាហើយយើងនឹងឯងហ្នឹងព្យាយាមទៅខំមាត់ខំកណាធ្វើម៉េចគេឲ្យផឹកឲ្យដីហ្នឹងព្យាយាមណាខំមាត់ខំកទៅខ្ញុំផឹកស្រាទេហ្នឹងវាប្រច្រាស់ឡាទៅញាតគេស្ដីឲ្យថាគាត់ផឹកមកកាវាមិនបានទេតែមានហើយចម្រើនគាត់ផឹកប៉ុណ្ណឹងមិនកើតទេជប់រាប់អានឡើយជាបទឲ្យយើងខំមាត់ខំកយើងព្រោះយើងច្រាស់ខ្សែទឹកហ្នឹងណាវាអត់ទៅតាមគេទៅតាមខ្សែទឹកអស់ហើយកន្លែងហ្នឹង